បងប្អូនធ្លាប់តែឃើញច្រាំសាច់ជ្រូកជាមួយមីសួរចាមានផ្សិតកដោបផ្សិតអីចឹងទៅចាហ្នឹងហើយញាត់យកទៅស្ងោរតែថ្ងៃនេះនេះខ្ញុំគឺយកតែខចារៀងពិសេសជាងរាល់ដងបន្តិចបងប្អូនប៉ុន្តែបើថារសជាតិវិញធានាចាហើយនេះខ្ញុំមកហាន់សាច់ជ្រូក3ជាន់យើងសិនដើម្បីចិញ្ច្រាំឲ្យម៉ត់បងប្អូនថ្ងៃនេះលេងហៅថាស្ងោរម្រះទៀតហើយចាគឺថាខម្រះញាត់សាច់ជ្រូកម្ដងហើយមកហូបមុខនេះគឺថាយ៉ាប់តែរឿងច្រាំសាច់ជ្រូកនឹងឯងរឿងតឹងដៃបងប្អូនចាសាច់ជ្រូកយើងបានល្អិតល្មមហើយនេះខ្ញុំមកហាន់ផ្សិតទៅជាកដោចាអត់បានទេជាមួយនឹងយាហឺបន្តិចទៅចាឥឡូវយើងលាយជាមួយផ្សិតជាកដោមីសួរនេះខ្ញុំចូលចិត្តណាស់ទូយកទៅស្ងោរក៏នេះខ្ញុំដាក់មីសួរដែរបន្ថែមជាមួយនឹងហាយប៊ីចារួចហើយគ្រឿងទេសរបស់យើងស្ករប៊ីចេងចាម្សៅស៊ុបជាមួយនឹងខ្ទឹមច្រាំហើយនឹងប្រេងខ្យងបងប្អូនបន្ថែមទឹកស៊ីអ៊ីវយើងតិចទៅចាជាមួយនឹងម្រេចចុងក្រោយបន្ថែមជាមួយនឹងគល់ខ្ទឹមស្លឹកខ្ទឹមយើងដែលបានហាន់រួចហ្នឹងច្បល់ឲ្យសព្វចាចូលជាតិល្អហើយចាំយើងយកទៅញាត់ម្រះចាយើងញាត់ឲ្យតឹងដៃមកបងប្អូនចាខ្ញុំជឿថាបងប្អូនគឺអត់ដែលបានធ្វើរបៀបដូចនាងខ្ញុំចឹងទេចាជាទូទៅបងប្អូនញាត់ក្នុងម្រះហើយយកទៅស្ងោរមែនទេបងប្អូនតែនាងខ្ញុំទៅយកទៅខទេហើយរបៀបខនាងខ្ញុំស្តៀងខទាវដែរបងប្អូនចានាងខ្ញុំយកឆ្អឹងជ្រូកចាក្រាលពីក្រោមស្បែកអត់ចោលទេហើយសម្រាប់ម្រះបងប្អូនធ្វើដូចនាងខ្ញុំចាជ្រលក់ទឹកត្រីចឹងមកឲ្យសពក្បាលវាមកពេលដែលបងប្អូនស្ងោរគឺអត់បេះសាច់ចេញទេសម្រាប់ទឹកសុសខបងប្អូនគឺនាងខ្ញុំចាក់ប្រេងឲ្យក្តៅបន្ថែមជាមួយស្ករត្នោតរបស់យើងកូរឲ្យរៀងឡើងជើងក្រងទៅបាទនាងខ្ញុំដាក់ជាមួយខ្ទឹមបំពងខ្ទឹមឲ្យរៀងឈ្ងុយនាងខ្ញុំបន្ថែមជាមួយទឹកស៊ីអ៊ីវខាប់ទឹកស៊ីអ៊ីវធម្មតាម្សៅស៊ុបប៊ីចេងម្រេចបន្ថែមជាមួយនឹងម្ទេសក្រៀមដៃនាងយើងហ្នឹងកូរឲ្យសព្វគ្រឿងរួចចាក់ទឹកសចូលយើងមើលបរិមាណដែលសមជាមួយនឹងម្រះរបស់យើងទុកឲ្យពុះឲ្យរលាយគ្រឿងចូលគ្នាអស់បងប្អូនអាចចាក់ពីលើបានហើយចាបរិមាណទឹកថ្មិចឲ្យបងប្អូនឲ្យដាក់ឲ្យលិចបងប្អូនចាច្រើនកាលណាល្អកាលហ្នឹងដោយសារអីយើងរងាស់ម្រះនេះយូរបងប្អូនអើយខ្ញុំងាស់ចូល1ម៉ោងជាងបានម្រះផុយល្អពេលដែលចិត្តផុយបងប្អូនរីងអញ្ចឹងបងប្អូនរីងស្រកច្រើនមែនតើឥឡូវមកហូបយើងបានឆ្អិនទេបងប្អូនអើយនាងខ្ញុំទ្រាំអត់បានទេចាដាក់3កង់ពីលើបាយចឹងហ្មងទៅសរោបតែហ្មងទៅបងប្អូនមកហូបមកមុខនេះហាបងប្អូនសាកធ្វើញ៉ាំវាឆ្ងាញ់ជាងស្ងោរណាបងប្អូនខ្ញុំហ៊ានធានារសជាតិឈ្ងុយហើយទឹកខនឹងគឺថាលេខ1តែម្ដងហើយឲ្យតែស្ងោរម្រះឬខម្រះគឺថាខ្ញុំចុះម្រះណាខ្ញុំចូលចិត្តញ៉ាំម្រះច្រើនជាងបាយបងប្អូនហើយបើនិយាយថាបាយឆ្ងាញ់អត់បងខម្រះចឹងរឹតតែឆ្ងាញ់ដោយសារជាទូទៅបងប្អូនប្រើការស្ងោរអត់សូវជាតិដិតដូចការខទេហើយបើសាច់ម្រះវិញណាម្រះស្ងោរនិងម្រះខគ្នាបើយើងយកមកខអញ្ចេះបងប្អូនសាច់ម្រះស្អិតតាត់តែម្ដងបងប្អូនហើយឆ្ងាញ់ណាវាជ្រៀតចូលក្នុងអាស្រទាប់សាច់ម្រះហ្នឹងគឺថាស្អិតល្មួតឆ្ងាញ់មែនតែនតែម្ដងមីសួររបស់យើងបងប្អូនពេលដែលយើងវាអត់ហៀងក្រៅវាអត់សូវរីកទេអញ្ចឹងវាស្អិតនៅក្នុងសាច់ម្រះខាងក្នុងជាតិណាបងប្អូនអើយសាកធ្វើដូចនាងខ្ញុំម្ដងតានាថាមួយអាទិត្យទៀតឬក៏3ថ្ងៃទៀតនឹងលោកប្តីថាអូនខម្រះហ្នឹងម្ដងទៀតមកឆ្ងាញ់ណានិយាយរួមទៅនឹកឃើញគេហៅថានឹកឃើញឃ្លានណាបងប្អូនចាម្ហូបខ្លះយើងនឹកឃើញឃ្លានគឺថាចង់តែញ៉ាំភ្លាមតែហ្មងម៉ាក់ក្មេកម៉ាក់បកើតនេះខ្ញុំវិញគេថាចូលចិត្តលេខ1បងប្អូនសម្រាប់បងប្អូនប្រហែលជាអាចថ្មីម្ហូបនេះតែសម្រាប់ខ្ញុំគឺនេះខ្ញុំអាសាធ្វើឲ្យក្រុមគ្រួសារនេះខ្ញុំបានហូបមកគឺថាឆ្ងាញ់ណាបងប្អូនហើយម្រះរបស់យើងគឺកាត់បន្ថយជាមួយនឹងការល្វីងហ្នឹងកាត់បន្ថយច្រើនមែនតែនគេថានៅល្វីងតិចមកឆ្ងាញ់ណាចាអរគុណច្រើនបងប្អូនបាយ